មត្តរទស្សនិកជនជាទីគោរពអាដាមបដិទ្ធញឹមវណ្ដាបានសាកសួរសុខទុក្ខប្រជាពលរដ្ឋតាមក្នុងផ្ទះក្នុងឃុំពពែស្រុកត្រាំកក់ខេត្តតាកែវឯកឧត្តមបណ្ឌិតញឹមវណ្ដាទីប្រឹក្សារាជរដ្ឋាភិបាលបានអញ្ជើញជួបសំណេះសំណាលនិងឧបត្ថម្ភនៅថវិកាលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងឃុំពពែស្រុកត្រាំកក់ខេត្តតាកែវក្នុងបេសកកម្មនេះអមដំណើរដោយឯកឧត្តមយិនខុនផយប្រធានក្រុមការងារចុះមូលដ្ឋានឃុំពពែនិងមន្ត្រីក្រុមការងារឃុំអាជ្ញាធរកងកម្លាំងរាវុធហត្ថនឹងបានសាកសួរសុខទុក្ខប្រជាពលរដ្ឋតាមក្នុងផ្ទះនិងគណៈកម្មការអាចារ្យព្រះចៅអធិការវត្តធម្មចក្រពុទ្ធិរាមនិងវត្តអង្គជុំដើម្បីចូលរួមចំណែកអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរក្នុងពិធីជួបសំណេះសំណាលនេះឯកឧត្តមបណ្ឌិតញឹមវណ្ដាក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់ប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធទាំង3ប្រភេទនិងអង្គភាពពាក់ព័ន្ធរួមមានក្រុមគ្រូពេទ្យក៏ដូចជាកម្លាំងកម្មករបរិស្ថានអនាម័យក្នុងការបំពេញភារកិច្ចនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះក្នុងឱកាសនោះឯកឧត្តមញឹមវណ្ដាបានថ្លែងនឹងការកោតសរសើរនិងថ្លែងអំណរគុណដល់អាជ្ញាធរដែនដីនិងកងកម្លាំងទាំងអស់ដែលខិតខំបំពេញតួនាទីភារកិច្ចបានយ៉ាងល្អក្នុងការរក្សានូវសន្តិសុខសុវត្ថិភាពនិងបរិស្ថានអនាម័យជូនប្រជាពលរដ្ឋមកលេងកម្សាន្តក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនេះនិងនៅតាមមូលដ្ឋានក្នុងឃុំពពែស្រុកត្រាំកក់ខេត្តតាកែវបានយ៉ាងល្អឯកឧត្តមស្នើឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់មន្ត្រីពាក់ព័ន្ធនិងប្រជាពលរដ្ឋឃុំពពែក៏ដូចឃុំដទៃទៀតក្នុងខេត្តតាកែវទាំងមូលក៏ដូចជាបណ្ដាអ្នកមកពីភ្នំពេញនិងខេត្តដទៃទៀតទាំងអស់សូមបន្តត្រួតពិនិត្យសុខភាពរបស់ខ្លួននិងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍និងសូមអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនដើម្បីការពារកុំឲ្យឆ្លងជំងឺ Covid-19 និងបន្តចូលរួមចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់គ្នាបន្ទាប់មកឯកឧត្តមបណ្ឌិតញឹមវណ្ដាបានប្រគេនបច្ច័យកសាងក្នុងមួយវត្ត1លានរៀលប្រគេនសាដកវត្តអង្គជុំ12សាដកនិងថវិកា5លានរៀលប្រគេនបច្ច័យកសាងក្នុងវត្តចោមពល5ហៅវត្តព្រៃជូចំនួន1លានរៀលនិងប្រគេនសាដក11សាដកនិងបច្ច័យចំនួន5លានរៀលប្រជាពលរដ្ឋនិងយីជីតាជីម្នាក់10000រៀលកងកម្លាំងប្រជាការពារនគរបាលក្នុងម្នាក់10000រៀលលោកគ្រូអ្នកគ្រូក្នុងឃុំទាំងមូលក្នុងម្នាក់សរងមួយនិងថវិកា20000រៀលផងដែរប្រជាពុទ្ធបរិស័ទចំណុះជើងវត្តប៉ាងណាវត្តស្វាយទៀបនិងពុទ្ធបរិស័ទមកពីរាជធានីភ្នំពេញបានមូលមតិគ្នាជាឯកច្ឆន្ទវេប្រកេនទេយ្យវត្ថុនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំខាលចត្វាស័កពុទ្ធសករាជ2566នៅក្នុងស្រុកគងពិសីខេត្តកំពង់ស្ពឺការវេប្រកេនទេយ្យវត្ថុដល់ព្រះសង្ឃនៅពេលនេះគឺក្នុងគោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិកាព្រមទាំងអតីតយុទ្ធជនដែលបានចែកឋានទៅកាន់លោកខាងមុខនិងបួងសួងដល់ទេវតាឆ្នាំថ្មីសូមជួយប្រោះព្រំសព្វសាធុការពរដល់ព្រះរាជាណាចក្រកម្ពុជាឲ្យជួបតែសុខសន្តិភាពនិងក្តីសម្បូរសប្បាយក្នុងឱកាសនោះលោកអង្គញាហួរសុជាតិប្រធានក្រុមហ៊ុន Huatech Thai Co Ltdបាននាំមកនៅការផ្ដាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនចំពោះប្រជាពលរដ្ឋព្រះសង្ឃនៅគ្រប់មូលដ្ឋានទូទាំងប្រទេសនិងបានលើកឡើងពីយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី4និងគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបាននាំមកជូនប្រទេសជាតិនៅសុខសន្តិភាពស្ថិរភាពពេញលេញបង្កលក្ខណៈឲ្យកម្ពុជាអាចធ្វើសមាហរណកម្មទៅក្នុងតំបន់និងក្នុងពិភពលោកទាំងមូលហើយមានការអភិវឌ្ឍនិងទទួលបានជោគជ័យលើគ្រប់វិស័យទាំងវិស័យកសាងជាតិការពារជាតិនិងធ្វើឲ្យកម្ពុជាមានភាពស្មើមុខស្មើមាត់ជាមួយប្រទេសជិតខាងលោកអង្គញាក៏បានលើកឡើងផងដែរអំពីស្នាដៃដ៏ត្រចះត្រចង់និងសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិមានភាពល្អប្រសើរនិងកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ជាពិសេសគោលនយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល
បានធ្វើឲ្យអត្រាឆ្លងនៃជំងឺ COVID-19 ដល់ប្រជាពលរដ្ឋស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបានទោះបីប្រទេសជាច្រើនក្នុងតំបន់និងក្នុងពិភពលោកកំពុងមានការរាតត្បាតដោយជំងឺនេះយ៉ាងណាក៏ដោយលោកអុកញ៉ាបានសម្ដែងនៅអំណរសាទរចំពោះពុទ្ធបរិស័ទចំណុះជើងវត្តប៉ាងណានិងវត្តស្វាយទាបដែលបានមូលមតិគ្នាជាឯកច្ឆន្ទក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនិងការវេប្រគេនទេយ្យទានដល់ព្រះសង្ឃដែលធ្វើឲ្យវិស័យព្រះពុទ្ធសាសនាត្រូវបានថែរក្សានិងលើកកម្ពស់ជាបន្តបន្ទាប់ក្រោមម្លប់សន្តិភាពនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងឱកាសនោះដែរលោកអុកញ៉ា ហួសសុជាតិព្រមទាំងក្រុមគ្រួសារបានអញ្ជើញប្រគេនទេយ្យទានដល់ព្រះសង្ឃនិងចែកជូនអំណោយទានដល់ពុទ្ធបរិស័ទក្នុងនោះរួមមានសម្រាប់វត្តប៉ាងណាលោកតាជាង50នាក់ក្នុងម្នាក់ៗទទួលបានថវិកា 20000 រៀលលោកយាយ120នាក់ក្នុងម្នាក់ៗទទួលបានថវិកា 10000 រៀលនិងបានឧបត្ថម្ភថវិកាចំនួន 2 លានរៀលសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនិង 1 លានរៀលសម្រាប់ទិញសម្ភារៈល្បែងប្រជាប្រិយខ្មែរនិងបានឧបត្ថម្ភសម្លៀកបំពាក់ចំនួន 700 សម្រាប់ផងដែរចំពោះវត្តស្វាយទាបលោកអុកញ៉ា ហួសសុជាតិព្រមទាំងក្រុមគ្រួសារបានប្រគេនថវិកាដល់ប្រជាអធិការវត្តចំនួន 50000 រៀលព្រះសង្ឃ 8 អង្គផ្សេងទៀតក្នុងមួយអង្គទទួលបានថវិកា 30000 រៀលលោកតា35នាក់ម្នាក់ៗ 20000 រៀលលោកយាយ120នាក់ម្នាក់ៗ 10000 រៀលប្រគេនថវិកាទុកកសាងខ្លោងទ្វារចូលព្រះវិហារចំនួន $3,800 អាមេរិករូបគំនូរធំ2ផ្ទាំង$900 អាមេរិកដើម្បីទុកជាសម្បត្តិគរុភ័ណ្ឌក្នុងវិស័យព្រះពុទ្ធសាសនាផងដែរលោកស្រីប្រិមត្តរទស្សនិកជនជាទីគោរពនៅក្នុងថ្ងៃនេះដែរអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាក៏មានបទយកាខ្លីមួយស្ដីអំពីភ្ញៀវទេសចរជាង65,000 នាក់បានសម្រុកទៅកំសាន្តនៅខេត្តបាត់ដំបងក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងឆ្នាំនេះដូច្នេះសូមអញ្ជើញទូរទស្សនិកជនតាមដានទស្សនាដូចតទៅខេត្តបាត់ដំបងរយៈពេល4ថ្ងៃក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររួមទាំងថ្ងៃអាទិត្យផងនោះគិតចាប់ពីថ្ងៃទី14ដល់ថ្ងៃទី17ខែមេសាឆ្នាំ2022នេះភ្ញៀវទេសចរជាតិនិងអន្តរជាតិបានសម្រុកមកលេងកម្សាន្តនៅលើទឹកដីនៃខេត្តបាត់ដំបងកើនដល់ 65,3896 នាក់ក្នុងនោះភ្ញៀវជាតិចំនួន 65,2682 នាក់និងភ្ញៀវអន្តរជាតិកើនដល់ 1,214 នាក់ប្រធានមន្ត្រីទេសចរខេត្តបាត់ដំបងលោកអ៊ុយភូមិភីនីសារ៉ាបានបញ្ជាក់ថាការកើនឡើងនៃចំនួនភ្ញៀវទេសចរនារដូវបុណ្យចូលឆ្នាំថ្មីនេះគឺដោយសារតែស្ថានភាពនៃការផ្ទុះឆ្លងជំងឺ COVID-19 បានធូរស្រាលខ្លះបន្ទាប់ពីប្រជាពលរដ្ឋបានទៅទទួលយកការចាក់វ៉ាក់សាំងបានគ្រប់គ្នាហើយរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានបើកឱកាសនិងផ្ដល់ឱកាសដល់ប្រជាពលរដ្ឋបានសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះប្រធានមន្ត្រីទេសចរខេត្តបាត់ដំបងបានបញ្ជាក់ថាភ្ញៀវទេសចរមកលេងខេត្តបាត់ដំបងនៅតាមតំបន់រមណីយដ្ឋានទេសចរនិងគោលដៅទេសចរដែលមានដូចជារមណីយដ្ឋានប្រាសាទបាណន់រមណីយដ្ឋានភ្នំសំពៅរមណីយដ្ឋានប្រាសាទឯកភ្នំរមណីយដ្ឋានអាងកំពីងពួយរមណីយដ្ឋានចំការស្វាយឬរមណីយដ្ឋានភ្នំចម្បាំងរមណីយដ្ឋានស្ទឹងថ្មដាចំការទុរេនរមណីយដ្ឋានទឹកធ្លាក់53ភ្នំព្រឹករមណីយដ្ឋាននគរជុំភ្នំព្រឹករមណីយដ្ឋានភ្នំកំពូលរមណីយដ្ឋានចំការទុរេនអូតង់រមណីយដ្ឋានវាលចម្បាំងខេមសាយនិងសហគមន៍អេកូទេសចរទឹកធ្លាក់អូចំសហគមន៍អេកូទេសចរព្រែកតល់មណ្ឌលកំសាន្តលើរីជើងភ្នំបាណន់រមណីយដ្ឋានស្ទឹងក្រញូងគោលដៅទេសចរស្ទឹងស្វាក់រមណីយដ្ឋានចំការមានរមណីយដ្ឋានអូទទាទតិចិត្តមណ្ឌលកំសាន្តសួនទឹកសុភមង្គលផ្ទះផ្កាសួនផ្កាច្បារមាត់ស្ទឹងសួនផ្កាភ្នំសំពៅសួនផ្កាឈើទាលនិងគោលដៅទេសចរនានាក្នុងខេត្តបាត់ដំបងលោកអ៊ុយភូមិភីនីសារ៉ាបានរំលេចឲ្យដឹងថានៅមុនឱកាសពិធីបុណ្យចូលឆ្នាំមកដល់ក្រុមការងាររបស់មន្ទីរទេសចរខេត្តបាត់ដំបងបានបែងចែកកម្លាំងចុះត្រួតពិនិត្យចរន្តទេសចរស្ថានភាពទេសចរនិងពង្រឹងការអនុវត្តវិធានការសុវត្ថិភាពទេសចរនិងនីតិវិធីប្រតិបត្តិស្តង់ដារ GAP បរមា SOP តាមគន្លងប្រក្រតីភាពនៅតាមរមណីយដ្ឋាននិងគោលដៅទេសចរសំខាន់ក្នុងខេត្តលោកបានបញ្ជាក់ថាចំពោះក្នុងក្រុងបាត់ដំបងវត្តអារាមនានាក្នុងខេត្តព្រមទាំងបណ្ដារមណីយដ្ឋានសំខាន់នៅក្នុងខេត្ត
បានរៀបចំព្រឹត្តិការណ៍ទេសចរដូចជាពិធីសង្ក្រាន្តការប្រគំតន្ត្រីការតាំងពិព័រណ៍តំបន់ត្រជាក់ចិត្តជាដើមទើបនាំមកនៅលំហភ្ញៀវទេសចរមានការកើនឡើងគួរកត់សម្គាល់ក្នុងនោះរមណីយដ្ឋាននិងគោលដៅទេសចរទូទាំងខេត្តបានរៀបចំរួចជាស្រេចដើម្បីទទួលភ្ញៀវទេសចរដែលអាចបង្កើនសមត្ថភាពផ្ទុកអ្នកទេសចរបានច្រើនជាងមុននិងតំបន់ទាក់ទាញទេសចរថ្មីៗមួយចំនួនត្រូវបានរៀបចំឡើងរួមជាមួយនឹងសេវាស្នាក់នៅក្នុងខេត្តពេញស្ទើរតែគ្រប់កន្លែងព្រមទាំងមានការចូលរួមរក្សាសណ្ដាប់ធ្នាប់សុខសុវត្ថិភាពជូនភ្ញៀវពីសំណាក់កងកម្លាំងទាំង3ប្រភេទផងដែរលោកប្រធានមន្ត្រីបានឲ្យដឹងថាទន្ទឹមនឹងនោះនៅមានបញ្ហាប្រឈមមួយចំនួនដូចជាប្រជាពលរដ្ឋនិងភ្ញៀវទេសចរមានច្រើនធ្វើឲ្យមានការពិបាកក្នុងការចូលរួមអនុវត្តនៅវិធានសុវត្ថិភាពដើម្បីការពារខ្លួនពីជំងឺ Covid-19 និងមានការកកស្ទះចរាចរណ៍នៅតាមផ្លូវកាន់រមណីយដ្ឋាននិងគោលដៅទេសចរក្នុងខេត្តពិសេសជាងនេះទៀតនោះគឺមានភ្លៀងធ្លាក់ខ្លាំងនាថ្ងៃទី3នៃពិធីបុណ្យចូលឆ្នាំថ្មីត្រូវនឹងថ្ងៃទី16ខែមេសាឆ្នាំ2022ផងដែរលោកស្រីប្រិមត្តទូរទស្សនិកជនជាទីគោរពព័ត៌មានជាតិរបស់ទូរទស្សន៍ជាតិកម្ពុជាដែលលោកអ្នកទៅបានតាមដានទស្សនានៅពេលនេះចាប់តែប៉ុណ្ណេះជាបន្តសូមគោរពអញ្ជើញទូរទស្សនិកជនតាមដានទស្សនាព័ត៌មានអន្តរជាតិខណៈនេះនាងខ្ញុំញ៉ែម៉ាលីណែតរួមនឹងក្រុមការងារសូមអរគុណសូមជម្រាបលា